Và video nàyយើងនិយាយពី psychology របស់ទីផ្សារអញ្ចឹងមិនថា stock ឬក៏ cryptocurrency អញ្ចឹងភាគច្រើនគឺវាប្រើ candlestick ហើយនឹងការឡើងចុះវាមិនខុសគ្នាប្រហែលទេអញ្ចឹងcycle របស់ទីផ្សារបើយើងមើល cycle នេះគឺវាហាក់ដូចទៅនឹង cryptocurrency អញ្ចឹងយើងមើលចន្លោះចាប់ពីឆ្នាំ2021រហូតមកដល់ឆ្នាំ2025បច្ចុប្បន្ននេះយើងមើលពួកកាក់តូចៗឬក៏គេហៅថាកាក់ altcoin ទាំងអស់នោះអញ្ចឹងវាចុះដល់គេហៅថា sideways អញ្ចឹង sideways វាអស់ចុះអញ្ចឹងនៅពេលយើងវិនិយោគនៅកាក់ធៀបតម្លៃទៀតអញ្ចឹងវាហានិភ័យវាតិចបើយើងចុះបើវាចុះទៀតអញ្ចឹងយើងទិញថែមទៅវាអត់សូវខាតច្រើនបើយើងទិញទៅលើកំពូលបើវាចុះមកក្រោមសាកសម័យមើលថាលុយរបស់យើងវាបាត់ទៅណាអស់អញ្ចឹងនេះហើយជា psychology អញ្ចឹងកាលណាដែលវាចុះអស់មកក្រោមរួចវានឹងឡើងទៅរកអល់ថាម៉ៃចាស់របស់វាអញ្ចឹងដោយលោកគ្រូខ្ញុំដែលខ្ញុំរៀនជាមួយគាត់បានប្រាប់ថាcrypto បើយើងមើលមកជាហៀងវាដូចភ្នំមកជាហៀងហើយយើងមើលភ្នំមកជាហៀងនិងភ្នំមកជាហៀងអញ្ចឹងកាលណាវាចុះដល់ដីរាបដល់ដីរាប sideways អញ្ចឹងដល់ដីរាបវានឹងឡើងទៅវិញឡើងដូចជំរាលភ្នំឡើងបុកទៅព្រឹបដូចគ្នាអាពេលចុះក៏ព្រឹបអាពេលឡើងព្រឹបបើនិយាយពីអ្នក trade វិញគឺដាច់ stop loss អស់ហើយបាទអញ្ចឹងមកយើងអ្នក hold យើងអត់ភ័យទេចុះយើងទិញថែមអញ្ចឹងយើងទិញក្រោមបញ្ជាហើយបញ្ជាទៀតតែយើងទិញនៅលើហ្នឹងដេកមកនឹងតបសេចមកគឺមកបដៅកាហាយអារម្មណ៍វា depression មកអញ្ចឹងយើងទិញក្រោមវិញអញ្ចឹងpsychology ចន្លោះពី3ទៅ5ឆ្នាំវានឹងឡើងវិញហើយអញ្ចឹងសេដ្ឋកិច្ចវាធ្លាក់វាមិនយូរប៉ុន្មានពី3ទៅ4ឆ្នាំឬ5ឆ្នាំអញ្ចឹងpsychology របស់ផ្សារវាសំខាន់មែនតែបាទយើងមើលទៅហើយយើងយកទៅប្រើប្រាស់សង្ឃឹមថាកម្ពុជាយើងមានដឹងជាជនយើងវិនិយោគដោយត្រឹមត្រូវទាំងអស់គ្នាក៏វិនិយោគខាត់បងលុយរហូតអញ្ចឹងយើងកន្លងមកមិនថាខ្ញុំមិនថាគេគឺវិនិយោគខុសខាតអញ្ចឹងបើ trade វិញអ្នក trade ដឹងហើយជួនចំណេញជួនខាតច្រើនចំណេញក៏ចំណេញច្រើនអញ្ចឹងអ្នក trade គឺទាមទារចំណេះដឹងខ្លាំងអត់ដូចអ្នក hold ទេអ្នក hold តែកាក់ល្អទៅយើងទិញនៅតម្លៃក្រោមយើងនឹងពឹងថ្ងៃណាមួយឆ្នាំណាមួយដែលដល់តម្លៃវាអាចហក់លោដល់តម្លៃដែលយើងគិតថាលក់បានចំណេញគួរសមយើងលក់ទៅហើយយើងបានផលពីវាតែប្រកបតែសម្រាប់តែកាក់ដែលធំល្អ